ជំរាបសួរលោកគ្រូថ្ងៃនេះដែរខ្ញុំនឹងមកធ្វើការតឡើង YouTube នៅលើ Visual Box ជាដំបូងយើងធ្វើការคลิกលើពាក្យថា New យើងបំពេញឈ្មោះកន្លែង name នេះដាក់ Ubuntu មួយដោយសារខ្ញុំមាន Ubuntu មួយហើយនៅពេលដែលយើងមានឈ្មោះហើយយើងធ្វើការរើសទីតាំងដែលយើងគួរដាក់សម្រាប់ខ្ញុំធ្វើការតឡើងលើ 3D ហើយយើងដាក់ folder ត្រឹមត្រូវមកដើម្បីយើងចំណាំយើងពាក្យ select folder តបមកយើងដាក់ ISO image យើងទៅរកកន្លែងដែលយើងបាន export មកកន្លែងនេះយើងធ្វើការបំពេញ username របស់យើងខ្ញុំធ្វើការដាក់ឈ្មោះខ្លួនឯងដាក់ឈ្មោះថាកុយដេបតបមកយើងធ្វើការដាក់ password ឲ្យងាយស្រួលចាំហើយបន្ទាប់មកយើងចូលទៅកាន់hardware hardware កន្លែងនេះធ្វើការដាក់ RAM ខ្ញុំធ្វើការដាក់ 4G កន្លែង processor ដាក់2សម្រាប់កន្លែងនេះគឺយើងអត់មានធ្វើការពេញទេបន្ទាប់មកយើងចុច finish កន្លែងនេះយើងធ្វើការរងចាំវាបន្តិចទៅវាកំពុងតែដំណើរការហើយកន្លែងនេះយើងឲ្យវាដើររហូតមកចាក់រឿងធ្វើការចាំវារៀងយូរបន្តិចដោយសារតែ laptop ខ្ញុំវារៀង slow ដែរឥឡូវនេះវាធ្វើការចេញមកបណ្ដាហើយកន្លែងយើងរើសភាសាអង់គ្លេសចុច enter មួយមក enter យកពាក្យដានទៀតមកកន្លែងនេះយើងអត់មានទេយើងដានទៀតមកបន្ទាប់ដល់កន្លែងនេះយើងធ្វើការលុបពាក្យ .k ចោលដើម្បីការមុខទៀតយើងចុច enter ទៀតមកកន្លែងនេះមកដល់កន្លែងពាក្យ setup យើងចុច space មួយមកដើម្បីដាក់ tick ទៅមកយើងដានទៀតមកហើយយើងពាក្យ continue កន្លែងនេះយើងធ្វើការបំពេញusername របស់យើងដែលយើងបានបំពេញខាងលើនេះចូលមកដល់ចំណុចនេះវារៀងសំខាន់ដែរនៅពេលដែលយើងធ្វើការទៅធ្វើកិច្ចការខាងមុខទៀតជាពិសេស username នេះយើងត្រូវតែចាំវានិង password តទៅយើងបំពេញរួចហើយយើងចូលការពាក្យដានកន្លែងនេះយើង space មួយមកដើម្បីដាក់ tick កន្លែង install ដានមកយើង continue មកមុខទៀតមកកន្លែងនេះ scroll កំប៉ុតយើងពាក្យដានមកដល់កន្លែងនេះគឺថាយើងធ្វើការរងចាំវាយូរខ្លាំងមែនតើរហូតដូចជា laptop ខ្ញុំចូលដល់ខ្ទង់ដល់10នាទីជាងដូច្នេះហើយខ្ញុំធ្វើការ skip វាដើម្បីឲ្យវាឆាប់ចប់ឥឡូវនេះវាចេញមកដល់កន្លែងនេះនៅពេលដែលយើងចុចពាក្យboot ហើយយើងធ្វើការរងចាំវាបន្ថែមទៀតនៅពេលចុចពាក្យកន្លែង boot នេះហើយគឺវា slow ខ្លាំងដែរតែបន្តែខ្ញុំបានខាលវីដេអូនេះរហូតដល់កន្លែងចុងបញ្ចប់របស់វាឥឡូវនេះយើងធ្វើការរងចាំវាបន្តិចមកវានឹងជិតចេញហើយវីដេអូរបស់យើងជិតចប់តែកន្លែងនេះយើងវា loading និយាយទៅនៅពេលដែលជិតដល់កន្លែងដំណាក់កាលប្រហែលដែលយើងត្រូវចាំនេះគឺវាយូរមែនតើតាំងពីដំណាក់កាលដែលយើងបំពេញ username ហើយនិងកន្លែងយើងចុច boot ហើយឥឡូវនេះវាចេញពាក្យថា login គឺយើងមានថាយើងអាចប្រើប្រាស់កម្មវិធីមួយនេះបានហើយដោយយើងត្រៀមធ្វើកិច្ចការរបស់លោកគ្រូដែលគាត់ឲ្យដាក់យើងធ្វើឥឡូវនេះយើងធ្វើការបំវាយ username របស់ខ្ញុំដែលខ្ញុំបានបំពេញនៅខាងលើនេះដែលមានឈ្មោះថាDavid ហើយបន្ទាប់មកយើងចុច enter មកកន្លែង password នេះគឺយើងវាយ password ដែលយើងដាក់ប៉ុន្តែវាអត់លោតឲ្យយើងឃើញទេដោយសារវា secret ដែរឥឡូវនេះមកដល់ចំណុចកន្លែងនេះយើងដឹងហើយ username ចឹងបាន login ចូលហើយយើងវាយ assignment ដែលលោកគ្រូបានធ្វើwho am I ឥឡូវនេះវាចេញមកហើយគឺថា David ជំរាបសួរលោកគ្រូនេះដែរខ្ញុំមកធ្វើនៅ lab ទី2តើតើមួយ basic command នេះយើងដំបូងយើងមើល VD ដើម្បីមើលថាវា directory វាពីណាទៅណាហើយបន្ទាប់ទៀតយើងចូលទៅ folder music អូខ្ញុំនិយាយដល់នេះអត់មាន
Nếu dương cho từ can ở folder David hay dương trong chạm tranh review với nếu bạn chạm tranh thì folder nó quanh hái hay dương bật card file muối là dương data dụ tham sub node.txtហើយយើងដាក់ text ចូលទៅក្នុង folder ហ្នឹងដល់យើងសេថា echo hello world ហើយយើងសេថា su 30 node.txt នេះគឺចេញមកអ្នកពាក្យដែលយើងសេដែលចូលទៅក្នុងហ្នឹងហើយយើងចូលទៅមើល file យើងហ្នឹងឃើញពាក្យhello world su ហើយធ្វើការងារបន្តទៀតគឺយើងបង្ហាញ text ក្នុង file យើង secret su 30 node.txt ហើយយើង copy text ហ្នឹង cp su 30 node.txt ហើយ su 30 node 1.txt ហើយនេះយើងបាន copy ហើយនេះយើងបានឃើញវាមាន su 30 node នេះទៀតឥឡូវនេះយើងចូលមកកាន់ terminal យើងវិញហើយយើងធ្វើការ remove file text su 30 node 1នឹងវិញ rm su 30 node 1ដែលយើងបានបង្កើតមុនហ្នឹងឥឡូវយើងអាចចូលទៅមើលបានឃើញថា file ដែលយើងបង្កើតមុនហ្នឹង su 30 node 1ត្រូវបាន delete បាត់ហើយតមកទៀតយើងធ្វើការ make directory មួយ David su 30នេះគឺជា file directory យើងបានបង្កើតមុនហ្នឹង David su 30ឥឡូវបន្ទាប់ពីយើងបានបង្កើតវាហើយយើងធ្វើការ remove វាវិញយើង remove អាហ្នឹងវិញមកយើងវាយមក David su 30មកយើងឃើញថា David su 30មិញត្រូវបាន delete បាត់ហើយcomment បន្តទៀតយើង make directory ហ្នឹងមកវិញម្ដងទៀតមកហើយយើងចូលទៅកាន់ directory ហ្នឹងឥឡូវនេះយើងបានចូលមកក្នុងវាហើយយើងធ្វើការបង្កើត file មួយនៅក្នុងហ្នឹងយើងបង្កើត file មួយក្នុង David su 30ហ្នឹងហើយពេលយើងបង្កើតហើយយើងចូលទៅមើលនៅក្នុង folder ហ្នឹងនេះវាមាន file មួយនេះ text.txt ហ្នឹងហើយពេលយើងបានប៉ុណ្ណឹងហើយយើងធ្វើការចេញមកវិញមកឥឡូវយើងបានចេញហើយយើងធ្វើការ remove អាហ្នឹងវិញ rm.o ឥឡូវនេះយើងបាន remove វាវិញបាត់ហើយយើងចូលទៅមើល folder ដែលយើងបានលុបមក
cứ thao vi lục bạch tóm tiết dương tất cả ở đã cùng sân việc ở to dương so một tiết dương ai tất cả quay của mình một tiết AU rất node dot txt cái thao ý mình chỉnh tê vài thú em ai món hơi dương hoặc nè vào giữa tổng tiết dương ban ở trên việc phần đăng hái dương thực a mưa trải vào dương những cái chia trải vào giữa hai dương thực a là một tiết mưa hát đi dương là đâu free những memory dương phở đâu mà tổng tiết dương thực a kẹp viên máu kẹp viên hái dương file em hai dương máu su tam sub node rồi thì bình thái ní dương chỗ video một cái nông ở nông hái tao mà thiết rồi bây dương chọn đời dương tục file lên ná dương cwc su tam sub node rồi thì máu ní luôn vào ấy đây là lấy từ bộ ní miền viên miền mà to dương miền mà lan lấy chỉ phí miền mà vơn thì bây là viên miền mà chờ hai bữa viên tranh mà sâu trước cái thao viên ở miền này để hai dương thực ra viên mất ca sót content viên mất đó thì nhớ hai dương pra của mình đầu tiết trong đơn thảo via short out dương odd than lâu nắng từ rai điện nó không qua là lấy dân thư ca ping từ của mà đo ping rồi có .com ní bên nào via ping hai để cho cái này xem hay dương trong bật view với ở dương thư ca của mình Ctrl C máu khi hiện tại thấy cho mỗi dương cho IP vào dương ní IP vào dương hai tổng tiết dương thư ca cho từ của có bày được link rút hiệp bên nào mùi với thư ca ở miền ở dù ở link chính ở dương ban cho copy dù ở link gì nào mà thế dân thư ca skip lại về đi mùi mất hay dương cho từ mở file lên dương mình to do khi ra update với mất rồi nếu dương phong là thư ca ở update vía bởi sân thì dương ở đây ban update với tế viên là thời khách ham tịch chẳng với ai nhận hiện dấu ta ní để sao nhóm có ban update khá đai chẳng ai lực nít với ai cho mình dù thì bị lươn
ហើយឥឡូវនេះតទៀតយើងធ្វើការ install package វាមកយើងបាន install រួចរាល់តមកទៀតយើងធ្វើការ remove package នឹងវិញឥឡូវនេះយើងបាន remove វាហើយឥឡូវយើងធ្វើការនេះមក 30 node.tt មកហើយយើងថាមានថាយើងcompress វាCZF with su30.tt មកdot tha dot gz su30 node dot tt ទៀតណាយើងថា dot xzf david su30 dot tha dot gz អូខេឥឡូវនេះយើងទៅ make folder នេះឥឡូវនេះយើងអាចធ្វើបានទេតែយើងត្រូវទៅ make folder ដោយសារវាចេញអញ្ចឹងដោយសារយើងអត់ទាន់មាននេះ folder នេះអញ្ចឹងយើងត្រូវការ make directory ហ្នឹងមកឥឡូវនេះយើងបានបង្កើតDavid SU30 ហ្នឹងហើយយើងធ្វើការ run command ម្ដងទៀតណាឃើញថាវាអាចបាន turn to starter តោះទៀតយើងធ្វើការ ship វាមកឥឡូវនេះនាមថា adding store តើវាមានអីទេហើយយើងអាច unzip វាវិញបានយើងទៅមើលបាននេះគឺជា file យើងបាន zip នេះ file យើង zip នេះ file ថាយើងនេះយើងបាន zip ហើយឥឡូវយើងទៅធ្វើការ unzip David SU30 វិញយើងមក comment ថា unzip មកហើយ David SU30 ហើយ dot zip នេះគឺថាវាបាន unzip វិញបាត់ហើយឥឡូវនេះយើងទៅ comment តទៀតគឺយើង make folder មួយទៀត make folder directory my folder ឥឡូវនេះយើងធ្វើការ zip folder ហ្នឹងម្ដង my folder ហ្នឹងមក my folder slash David SU30 dot zip ឥឡូវនេះយើងអាចយើងបាត់ comment ទៀត my folder នេះ comment ទៀតយើងធ្វើការ unzip បាន unzip វាហើយយើងចូលទៅកាន់ my folder folder យើងបានបង្កើតហើយតទៀតយើង
ធ្វើការ unzip វាម្ដងទៀតនោះហើយយើងធ្វើការ show all process របស់យើង AUX នេះគឺជា process ទាំងអស់យើងបានប្រើមាន root មានអីមាន David អី Mariner នេះហើយដល់ទៀតយើងចប់ហើយដើម្បីនេះមកយើងដាក់ sudo នេះយើង add user add David ដូចជាយើងបានបង្កើតម្ដងហើយអញ្ចឹងយើងបង្កើត David ទៀត David 1ហើយនេះយើងដាក់ ID យើង search មើលគឺវា1000ដូច្នេះការងារ run command basic command គឺមានតែប៉ុណ្ណឹងអរគុណច្រើនលោកគ្រូជំរាបសួរលោកគ្រូថ្ងៃនេះដែរខ្ញុំមកធ្វើការ waiver នៅការ install SSH ចូលទៅកាន់ Windows Server Ubuntu Server ហើយនេះគឺជាវីដេអូរបស់ខ្ញុំដោយសារខ្ញុំធ្វើការ voice over ដូចណាវាអាចនឹងមានការរੂបន្តិចដំបូងយើងចូលមកដល់យើងធ្វើការ updateមិន update ទេគឺថាយើង install open SSH ឥឡូវនេះវាកំពុងតែធ្វើការ install តែនេះយើងគឺវានៅក្នុង local មកយើងចុច enter វាដល់ឥឡូវនេះពេលយើងចុច enter ហើយវាចូលមកទៀតហើយតបពីហើយយើងធ្វើការ search មើលនៅ system enable របស់វាយើងវាយនៅ comment សារថាខ្ញុំធ្វើការ voice over ដូច្នេះវាអាចនឹងមានការរអាក់រអួលបន្តិចបន្តួចសូមលោកគ្រូអធិស្ឋានវាយនៅ comment sudo systemctl enable /now ssh ឥឡូវនេះខ្ញុំកំពុងតែធ្វើការពី comment ហើយenter ឃើញថាវាបាន create រួចហើយបន្តមកទៀតយើងចូលទៅមើល status របស់វា status SSH របស់វា command sudo systemctl ដដែលប៉ុន្តែយើងថែមពី status SSH ធ្វើការលុប command ដើម្បីមិញមកយើងស្ដីតពីនេះទៀតមក status SSHយើង enter វាមកឃើញថាវា status របស់យើងវា active ហើយតទៅទៀតយើងចាប់ផ្ដើម allow វាយើង allow status ហ្នឹង yes allow SSH វា command sudo ufw allow SSH
ឃើញថាវាបានជោគជ័យតមកយើងធ្វើការឆែកនៅ IP IP A enter យើងបានឃើញនៅ IP របស់យើង IP print ខ្ញុំមកធ្វើការបើកនៅ PowerShell របស់ខ្ញុំដើម្បីធ្វើការ run ខ្ញុំធ្វើការវាយនៅ command SSH ហើយនឹងឈ្មោះ username របស់ខ្ញុំបន្ទាប់មកខ្ញុំវាយនៅវាយនៅ IP ដើម្បីមិញវាយ password មកឃើញថាវាបានជោគជ័យបន្ទាប់មកធ្វើ search នៅថាខ្ញុំជាអ្នកគេហើយនឹង hostname របស់ខ្ញុំដូច្នេះកិច្ចការទី3ក៏បានទីមចប់អរគុណលោកគ្រូជំរាបសួរលោកគ្រូថ្ងៃនេះដែរខ្ញុំធ្វើនៅកិច្ចការ lab ទី4ដែលsearch មើលពី hardware របស់ monitor និង process មួយចំនួននៅក្នុង YouTube ឥឡូវនេះគឺការបើក terminal យើងមកដំបូងយើងមើលនៅ information របស់ CPU យើងទាំងអស់នេះគឺជា information របស់ CPU របស់យើងតមកយើងចូលដល់ command htop ហ្នឹងគឺយើងអាចមើលនៅទិន្នន័យអីមួយចំនួនច្រើនហើយបើសិនជាយើងអត់ទាន់មាន htop ទេយើងអាចទៅធ្វើការ download htop បានយើងប្រើនៅ command sudo apt install htop ប៉ុន្តែខ្ញុំបាន install វារួចហើយអញ្ចឹងខ្ញុំត្រូវធ្វើការ install ទេខ្ញុំ command នេះចាំមកខ្ញុំ enter អញ្ចឹងហើយដើម្បីផ្ដាច់វាបានយើងនៅចុចនៅ Ctrl C មកដើម្បីចាក់ចេញពីវាហើយបន្ទាប់មកយើងចូលទៅមើលនៅ RAM របស់យើងថាវាយើងប្រើប្រមាណហើយវានៅប្រមាណនេះគឺជា RAM របស់យើងគឺចំនួន 4G ហើយយើងប្រើអម G ហើយនៅសល់ 3G ហើយបន្តមកទៀតយើងមកធ្វើការនៅឆែក D របស់យើង storage យើងទាំងនេះគឺជា D របស់យើងតមកយើងចូលដល់ command ls blk ហើយ command បន្តទៀតយើងធ្វើការឆែកមើល IP របស់យើងនេះគឺជា IP របស់យើងហើយចូលដល់ command ទីបន្តទៀតគឺយើងឆែកមើល software ដែលកំពុងតែ active ទាំងអស់យើងបើ command ps aux ឃើញថាវាកំពុងតែ active ច្រើនមែនតើនិយាយទៅមកហើយចូលដល់ command បន្ទាប់គឺយើងធ្វើការផ្ដាច់នៅ software ដែលយើងកំពុងតែបើកដំណើរការហ្មងឥឡូវនេះខ្ញុំធ្វើការបើកនៅ Firefox មួយមកឥឡូវនេះខ្ញុំបានបើក Firefox ហើយដើម្បីផ្ដាច់ Firefox បានខ្ញុំត្រូវការ pad ID របស់ Firefox អញ្ចឹងខ្ញុំត្រូវប្រើ command firefox ហើយនេះគឺជា pad ID របស់ Firefox គ្រាន់តែខ្ញុំធ្វើការវាយលេខនឹងចូលមកគឺថា software របស់ Firefox នេះវានឹងបិទអូតូខ្លួនឯងមកខ្ញុំប្រើ command kill 3065 2839 enter មកបាច់គឺថា Firefox របស់យើងបានកាត់ផ្ដាច់ដល់អូតូតមកទៀតយើងចូលដល់ command shutdown មានថាយើងគ្រាន់តែវាយ command ហ្នឹងទៅម៉ាស៊ីនយើងវានឹងអូតូ shutdown នៅខ្លួនឯងហ្នឹង sudo shutdown now យើងធ្វើតា enter មកវាយកូដអូរង command shutdown oo now ឃើញថាម៉ាស៊ីនរបស់យើងវាបាន shutdown តែហ្មងដូចនេះកិច្ចការសម្រាប់កិច្ចការទី4គឺមានតែប៉ុណ្ណឹង
nghiệp số là cũ ngày đây nhưng mà thưa ca nghi midterm preparation team muối rồi chị bồn nói dương được ta và chị ta hữu hai cầm ớt dương ca bay show directory hai dương ghi comment sudo dương add anh ấy dương add user add tờ từ bin bash David này miền này tha user David này bạn cắt hai hái chẳng như xa và cả tiếc điều đối chúng đã David miền em thì dương và cả ban user David này hái dương cho mà đồ password dương vai password may máu nghe tha password với man update successfully vậy chọn mà tiếp dương organic hai dương đã máu hữu phải David host hai dương mag directory David máu khế dir David meta file David ní dương miền hai chân dương ai tất cả tan đi này chân dương directory miền em đó nè bàn cả đấy dương ở chỗ lại máu nè đi kia pha thì mà cả David miền này hai tòa máu dương trả trên nó hai dương cao đây của mình hết etc hasនេះpin bass ដែលយើងបានកើតមុនហ្នឹងដូច្នេះការងារ midterm preparation ទី1យើងបានចប់គឺតែប៉ុណ្ណឹងជំរាបសួរលោកគ្រូថ្ងៃនេះដែរខ្ញុំមកធ្វើការងារទី2 midterm preparation ទី2ហើយឥឡូវនេះការបើកនៅ terminal មកយើងធ្វើការឆែកនៅ IP របស់វាIP របស់វានេះយើងមកធ្វើការបើកនៅច្រឡំបងនេះយើងបើកនៅ Windows File Share របស់យើងមកហើយយើងវាយ command SSH David app យើងវាយនៅ IP របស់វាមក 192.168.1.15 ឥឡូវនេះយើងធ្វើការបានចូលមកវាហើយ
តមកយើងមិនចង់ដឹងថាវា yes hostnet តមកយើងធ្វើការបង្កើតgroup add របស់វា sudo group add group add developer ហើយយើងបង្កើត group ទៀតមក sudo group add UI យើងបង្កើតមួយទៀតgroup add bot DevOps ហើយយើងធ្វើការគ្រប់ពួកវាចូលទាំងអស់គ្នាមកយើងវា command gethen group add ធ្វើការកន្លែងនេះយកប្រើពាក្យ add ទេហើយយើងវាយ group ដែលយើងបានបង្កើតមិញមក developer UX UI and DevOps នេះហើយបន្តមកទៀតយើងធ្វើការgroup ដែលវាដើម្បីបង្ហាញ sudo group del slash developer ពេលយើងមកប៉ុណ្ណេះហើយយើងបាយថា gethen group group developer បើអត់ចេញទេមានន័យថាវាត្រូវបាន delete ដែរតែបើសិនជាយើងវា comment បែបនេះវិញមានថា group developer នេះលុបហើយយើងវាយ UX UI ម្ដងបើសិនជាវាចេញបែបនេះមានន័យថាអា group UX UI ហ្នឹងគឺអត់ទាន់បាន delete ទេឥឡូវនេះយើងចូលមកដល់ការងារឥឡូវនេះការងារទី3យើងធ្វើការបង្កើត group add ដដែល developer ដដែលយើងមក sudo group add developer ហើយយើងចង់មើលវាយើងបាយថា gethen group gethen say gethen for gethen group developer ចេញហើយមានថាឥឡូវយើងបង្កើតវាមកវិញហើយមុនហ្នឹងយើងលុបវាឥឡូវចូលមកដល់បន្ទាប់ទៀតយើងទី4ឲ្យយើងបង្កើត file យើង touch developer process.txt UX UI process.txt DevOps process.txt យើងចង់បង្ហាញវាមើល listដល់កាយprocess
dot txt នេះមាន read write read តមកទៀតយើងធ្វើការ change វាទៅជា 755 វិញ chmod មក 755 កាយ slash process dot txt តមកទៀតយើងធ្វើការ show វាម្ដងទៀតមក list .l កាយ process .txt នេះយើងធ្វើការផ្លាស់ប្ដូរវាមក755ហើយដោយមាន read write execute read and execute read ឥឡូវនេះមុនអត់មាន execute ទេមានតែ read និង write ទេឥឡូវនេះចូលមកដល់ចំណុចបន្ទាប់ទៀតគឺយើងធ្វើការគ្រប់វាចូលគ្នាទាំងអស់ហ្មងមុននឹងធ្វើ command យើងទៅបង្កើត user មួយសិន sudo user add .m.s /bin bash ដាក់ឈ្មោះមកណាដាក់ David develop ហើយយើងធ្វើការបង្កើតទៀតមកដាក់ David UX UI កើតមួយទៀតDavid DevOps នៅពេលដែលយើងសរសេរវាបានបែបហ្នឹងហើយយើងធ្វើការដាក់ password ឲ្យវា passwd មកហើយយើងវាឈ្មោះដែលយើងបានសរសេរមុនហ្នឹងហើយយើងធ្វើការដាក់ password ឲ្យទៀតUX UI ហើយយើងធ្វើការដាក់ password ឲ្យមួយទៀតមក DevOps successfully តបពីយើងបានធ្វើបង្កើត user ហើយនឹងដាក់ password user ហើយយើងធ្វើការគ្រប់វា sudo user mode ag ហើយយើងធ្វើការវាឈ្មោះរបស់យើងមក developer នេះហើយវាថា David developer មកហើយយើងធ្វើការមួយទៀតនេះយើងដូរមកវិញដាក់ UX UI ហើយយើងវាដូរកន្លែងនេះដូរឈ្មោះដែរដាក់មកនេះDavid UXយើងកម្មទៀតមកកន្លែងនេះយើងដាក់ DevOps ហើយកន្លែងនេះគឺយើងលុបដែរហើយនៅពេលដែលយើងបានធ្វើប៉ុណ្ណឹងហើយយើងធ្វើការ move វា develop process .txt /tmt/ ដោយសារមិញហ្នឹងខ្ញុំមានការ error នៅកន្លែងនេះដោយខ្ញុំច្រឡំដាក់750តែពិត750គឺថាវាអត់ចេញទេហើយពេលខ្ញុំដូរមកដាក់755វិញគឺវាចេញមាន read write execute read execute read ហើយឥឡូវនេះកន្លែងនេះគឺជាចំណុចទី8ដែលយើងបានធ្វើហើយឥឡូវនេះចូលដល់ចំណុចទី9ម្ដងយើងធ្វើការសេបែបនេះមក David develop ហើយយើងសាក search បែបនេះមកគឺយើងឃើញថា show David developer ហើយបើសិនជាយើងសាកសរសេរបែបនេះDevOps
គឺវាអត់ចាញ់ទេតែយើងចាំមើលសិនពេលយើងសរសេរគឺថាវាអត់ចេញមកទេហើយយើងសេមទៀតមក sudo ux ui no sudo david ux uiយើងសរសេរ cat នេះទៅដែរមក evoke process គឺថាវាអត់ចេញដែរតែនៅពេលយើងសរសេរdevote នេះវិញតមកយើងសេពាក្យនេះតែមកយើងតមកទៀតយើងសេដល់ /tmp /devote devote process មានតែវិច័យមកដូច្នេះសម្រាប់ការងារនេះគឺចប់តែប៉ុណ្ណេះអរគុណលោកគ្រូ